បងប្អូនសូមស្វាគមន៍មកគ្រឿងខ្មែរអតាន់ទេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយថ្ងៃនេះបានមកបេះផ្លែកន្ទឹមដើមនៅបោះអ្នកចិត្តខាងខ្ញុំទេចាហើយគាត់សញ្ញោថាដល់ពេលវេលាហើយចឹងឥឡូវហ្នឹងមកបេះមកបងប្អូនមកបេះផ្លែកន្ទឹមជាមួយពួកខ្ញុំអូខេចារីករាយកំសាន្តភ្នែកជាមួយពួកខ្ញុំណាចានេះបងប្អូនមើលធំណាសំខាន់កន្ទឹមនេះគឺផ្អែមឆ្ងាញ់ចាខ្ញុំយកគ្រាប់វាទៅដាំបាន2ដើមដែរឥឡូវហ្នឹងបាន1ឆ្នាំកន្លះហើយតែអត់ទាន់មានផ្លែអីទេវានៅទូចដែរប្រហែល1ឆ្នាំទៀតបានញ៉ាំតម្រាំដល់បោះខ្ញុំបានមានផ្លែញ៉ាំបោះអ្នកជិតខាងសិនណារីកធំមកបងប្អូននេះអ្នកបេះកន្ទឹមនៅផ្ទះខ្ញុំនេះសម្បូរសត្វចាបដើមឈើច្រើនចឹងទៅសត្វចាបគេចូលចិត្តនៅហើយមានគ្រប់សត្វចាខ្ញុំមួយថ្ងៃនេះខ្ញុំឃើញ hummingbird ខ្ញុំចូលចិត្ត hummingbird ចារហ័សរហួនណាទូចក៏អត់ទូចតែរហ័សរហួនមែនតើបានច្រើនណាស់បងប្អូនបានមកកញ្ជើហើយចាំចែកគ្នាញ៉ាំនេះប្រេះបងប្អូនចាខ្ញុំបេះវាដាក់ទឹកទៅស្នុកបេះចាត្រាំនឹងទឹកក្រហមល្អនេះពេលលាងស្អាតទៅខ្ញុំដាក់អំបិលម្ទេសធ្វើដូចព្រីងចឹងឆ្ងាញ់មួយយ៉ាងដែរចា
នេះអំបិលមកទេគឺរួចស្រេចអូខេបងប្អូនខ្ញុំសូមអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំសុខសប្បាយទាំងអស់គ្នាថែរក្សាខ្លួនចាំជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ